Hello អ្នកទាំងអស់គ្នាមិននឹងចូលទៅកាន់សេរីរបស់ admin សូមអ្នកទាំងអស់គ្នាចុច like subscribe ហើយនិង comment ដើម្បីដល់ admin ម្នាក់មួយផងណាអរគុណហើយ admin ចូលមើលសារដែល admin ផលអំពីថាឃើញផ្កាយឈរចាំហ៊ុនเนาะកន្លែងហ្នឹងគឺមូលហេតុដែលហ៊ុនស្អប់ផ្កាយខ្លាចផ្កាយហ្នឹងដោយសារតែកាលនៅសមុទ្រនៃការបំផុសដោយសារផ្កាយធ្លាប់សម្រាប់នាងម្ដងអញ្ចឹងហើយធ្វើឲ្យនាងឃើញផ្កាយម្ដងទៅគឺនាងខ្លាចខ្លាំងមែនទែនអាឃើញផ្កាយលើកទី2ហ្នឹងហ៊ុនអត់ដឹងថាជាផ្កាយនោះទេគឺមានអ្នកគេប្រាប់ដល់ពេលជួបលើកទី3ថារូបរាងរបស់ផ្កាយប្រែប្រួលទៅហ្នឹងគឺសាប៉ៅជាអ្នកប្រាប់ថាម្នាក់ហ្នឹងគឺជាផ្កាយបានហ៊ុនដឹងទៅធ្វើឲ្យនាងកាន់តែខ្លាចលើសដើមអញ្ចឹងតែមានក៏អាណិតផ្កាយដែរស្រឡាញ់គេតែម្នាក់ឯងអូយកំសត់ហ្មងអញ្ចឹងចូលមកកាត់សេរីរបស់យើងវិញសុំនិយាយតែគឺអញនឹងលឺសំឡេងមេឃភ្លៀងលំតអញ្ចឹងប្រែភ្លៀងនាំអេនមានក្រុមដើមឈើទៅវាអត់ទាន់ដាច់គ្រាប់អញ្ចឹងក៏ចូលមកកាត់សេរីរបស់យើងវិញបន្ទាប់ពីហ៊ុនជាស្បែកដែលជប់មកចេញរួចរាល់សារប៉ានិយាយថាប្រសិទ្ធភាពបង្ក្រាបការឈឺចាប់នឹងមានរយៈពេលយូររហូតដល់នាងជាសះស្បើយហ៊ូស៊ូដល់ចូលមកហៅហ៊ុនទៅញ៉ាំអីណាប៉ាដែលកំពុងតែញ៉ាំអីហ៊ុនសួរហ៊ូស៊ូថាមិនបានជានាងមកនៅក្នុងទីក្រុងសត្វ 10000 ហ៊ូស៊ូតបទៅវិញទីក្រុងសត្វ 10000 រៀបចំពិធីបុណ្យជារៀងរាល់ឆ្នាំនាងមកទីនេះតំណាងឲ្យកុលសម្ព័ន្ធដើមឈើពិសិដ្ឋមកធ្វើអាជីវកម្មជាមួយនឹងដំណាក់ស្លឹកមាសពិធីបុណ្យនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនាងសួរហ៊ុនថាតើចង់ចូលរួមជាមួយនឹងនាងដែរទេហ៊ុនសួរទៅវិញថាតើនាងអាចទៅបានដែរឬហ៊ូស៊ូតបថាបើជាចាម្នាក់អាចដាំអ្នកបម្រើរបស់គេមកបានអ្នកអាចធ្វើពុតជាអ្នកបម្រើរបស់ខ្ញុំបានហ៊ុនតបយល់ព្រមនៅច្រកចូលទីក្រុងឃើញផ្កាយកំពុងតែឈរចាំហ៊ុនតាំងពីមេឃភ្លឺរហូតដល់មេឃងងឹតកន្លែងហ្នឹងអត់នឹងផ្កាយគួរឡើងកហ្មងយីមែនអាណិតស្រឡាញ់គេតែម្នាក់ឯងធ្វើម៉េចយីមែនតាមការក្រេតមីនបើសិនជាផ្កាយអត់ធ្លាប់សម្រាប់ហ៊ុនតែហ៊ុនអាចនឹងពិចារណាបានប៉ុន្តែគួរដើមកហ្មងដល់ពេលឃើញអញ្ចឹងស្រឡាញ់គេតែម្នាក់ឯងធ្វើម៉េចស្មីតាអ្នកមើលបើយើងមួយចំនួនក៏ស្រឡាញ់គេតែម្នាក់ឯងដែរមនុស្សដែលចេញចូលតាមច្រកទ្វារគេនិយាយថាគេបានឃើញផ្កាយឈរនៅទីនោះពេញមួយថ្ងៃហើយតើវាអាចដែរទេថាគាត់មានបញ្ហាផ្លូវចិត្តមានស្រីម្នាក់ចូលមកញ៉ៃញ៉ងដើម្បីទាក់ចំណាប់អារម្មណ៍ផ្កាយប៉ុន្តែត្រូវផ្កាយដេញចេញបន្ទាប់ពីស្រីម្នាក់នឹងដើរចេញទៅគេគិតថានាងបានជួយសង្គ្រោះគេហើយបានផ្ដល់ឲ្យគេនៅអាហារឆ្ងាញ់ជាច្រើននាងគឺជាមនុស្សដ៏ល្អបំផុតដែលគេធ្លាប់ជួបនៅឃើញការសន្យារបស់ហ៊ុនថានឹងចាក់ចេញពីសមុទ្រនៃការបំផិនជាមួយគ្នាតែគេមិនមែនចង់ឲ្យនាងចាក់ចេញពីគេគេបានប្រើមេអំបៅរបស់គេដើម្បីរកមើលហ៊ុនប៉ុន្តែរកមិនឃើញនោះទេព្រោះគេចាប់ដើមខឹងជាខ្លាំងចាំមើលថាតើនាងអាចរត់បានឆ្ងាយប៉ុណ្ណាទៅលើកក្រោយបើសិនជាគេបានឃើញនាងគេនឹងចាប់ឃុំនាងទុកមិនឲ្យនាងទៅណាឡើយហើយឌីផ្ញើសារមកនៅក្នុងសារនោះនិយាយថាគេនឹងមកដល់ទីក្រុងសត្វ 10000 ជាមួយនឹងស៊ូលីងរយៈពេល2ថ្ងៃទៀតបន្ទាប់ពីឃើញសារនឹងហើយធ្វើឲ្យហ៊ុនសប្បាយចិត្តជាខ្លាំងនៅថ្ងៃបន្ទាប់ហ៊ូស៊ូមកដាស់ហ៊ុនដើម្បីរៀបចំខ្លួនទៅពិធីបុណ្យនាងបានរៀបចំសម្លៀកបំពាក់សម្រាប់នាងរួចហើយបន្ទាប់ពីនាងស្លៀកពាក់ហើយដើរចេញមកក្រៅជួបជាមួយនឹងឆ្មាំក្រុងដែលធ្លាប់មានរឿងជាមួយគ្នាពីមុនមកទីបំផុតរកនាងឃើញហើយហ៊ូស៊ូសួរថាតើមានរឿងអីកើតឡើងហ៊ុននិយាយថាបរិមម្នាក់នេះគាត់ថ្លៃការពារពីនាងបានបង់ប្រាក់ហើយប៉ុន្តែគាត់និយាយថាវាមិនគ្រប់គ្រាន់ទេអញ្ចឹងហើយគាត់ចង់ចាប់នាងបន្ទាប់ពីលឺអញ្ចឹងហើយហ៊ូស៊ូខឹងជាខ្លាំងចង់ធ្វើបាបហ៊ុនរបស់នាងផងឬពួកកងការពារទាំង3នាក់នោះស្ទុះចូលមកចាប់ហ៊ុនប៉ុន្តែត្រូវហ៊ូស៊ូចាប់ក្នុងចំណោមគ្នារបស់គេម្នាក់ហោះទៅយ៉ាងខ្ពស់ហើយក៏ទម្លាក់ចុះមកបន្ទាប់ពីឃើញអញ្ចឹងធ្វើឲ្យហ៊ុនភ័យជាខ្លាំងហ៊ូស៊ូនិយាយថាមិនបាច់ខ្វល់ពីពួកគេនោះទេមកដល់ផ្នែកខាងក្នុងហ៊ូស៊ូនិយាយថានោះគឺជាព្រះបរិយាវាំងហើយនៅពីក្រោយព្រះបរិយាវាំងគឺជាប្រាសាទហ៊ុនឆ្ងល់ថាមិនក៏ព្រះរាជវាំងហើយនឹងប្រាសាទនៅជិតគ្នាម្ល៉េះសានវ៉ៃធ្លាប់បាននិយាយថាទំនាក់ទំនងរវាងគ្រួសាររាជវង្សហើយនឹងប្រាសាទគឺតានតឹងអញ្ចឹងហើយពួកគេទាំងពីរគួរតែនៅឆ្ងាយពីគ្នាបន្ទាប់ពីមកដល់មានបរិមម្នាក់ដើរចូលមកដើម្បីណែនាំផ្លូវពួកគេនៅតាមផ្លូវហ៊ុនភ្ជាប់ឲ្យនឹងទេសភាពតាមផ្លូវជាខ្លាំងនេះសម្លឹងមើលទៅចន្ទើហេតុអ្វីបានជាចន្ទើវវិញខ្លាំងម្ល៉េះហ៊ូស៊ូនិយាយថាយើងនឹងដើរតាមផ្លូវនេះរហូតទៅដល់អាសនៈនៅលើកំពូលភ្នំបន្ទាប់ពីលឺអញ្ចឹងហើយហ៊ុននិយាយថានាងមិនអាចឡើងទៅរួចនោះទេហ៊ូស៊ូនិយាយថានាងអាចសម្រាប់នៅព្រះពន្លាពាក់កណ្ដាលផ្លូវបាននៅពេលដែលនាងត្រឡប់មកវិញបន្ទាប់ពីពិធីបានបញ្ចប់ចាស់សម្ព័ន្ធចាស់ទុំបន្ទាប់ពីគ្រប់គ្នាបានមកដល់ហើយពិធីបានចាប់ផ្ដើមហ៊ុនដើរមកតាមក្រោយពួកគេនាងពិតជាហត់ខ្លាំងណាស់នាងដើរបានត្រឹមតែ1/5ប៉ុណ្ណោះទីបំផុតនាងមកដល់ពាក់កណ្ដាលផ្លូវហើយ
នាងដើរចូលទៅសម្រាប់បន្ទាប់ពីនាងកំពុងតែអង្គុយសម្រាប់ស្រាប់តែមានបារម្ភម្នាក់ដើរចូលមកសួរថាតើនាងគឺជាដៃគូរបស់អ្នកណាគេទៅបានជាមកអង្គុយនៅទីនេះតែម្នាក់ឯងហ៊ុនសួរទៅកាន់បារម្ភម្នាក់នឹងវិញថាតើគេគឺជាអ្នកណាគេបារម្ភម្នាក់នឹងតបទៅវិញថាតើនាងមិនកត់សម្គាល់លើសម្លៀកបំពាក់របស់ខ្ញុំទេឬថាខ្ញុំគឺជាបូជាចារ្យរបស់កាយឲ្យឃើញស្រីមិនបានគេណែនាំឈ្មោះរបស់គេឈ្មោះរបស់ខ្ញុំគឺម៉ាធើនាងអាចហៅខ្ញុំបានថាបងប្រុសម៉ាធើឆងដៃមកអំរងប៉ះមុខហ៊ុនប៉ុន្តែត្រូវហ៊ុនកិច្ចចេញម៉ាធើនិយាយថាគ្មានស្រីតូចតែនាងចូលចិត្តធ្វើខ្លួនស្ងប់ស្ងាត់មកឲ្យបងមើលបន្តិចមើលថាមុខរបស់នាងស្អាតប៉ុណ្ណាម៉ាធើនៅតែព្យាយាមចូលមកចិត្តនាងប៉ុន្តែត្រូវនាងបញ្ជាឲ្យលៀនចេញមកចាត់ការនាងនិយាយថានាងមិនចង់មានបញ្ហានៅទីនេះទេអញ្ចឹងហើយសូមលោកចេញទៅឆ្ងាយទៅម៉ាធើនិយាយថានេះនាងហ៊ានធ្វើបាបយើងផងឬយើងនឹងសម្លាប់នាងបានបញ្ជាឲ្យលៀនទប់ទល់ជាមួយនឹងម៉ាធើប៉ុន្តែលៀនមិនអាចទប់ទល់ជាមួយនឹងម៉ាធើបាននោះទេនាងបំរុងនឹងត្រូវម៉ាធើខំបានទៅហើយស្រាប់តែមានបារម្ភម្នាក់ចូលមកជួយនាងទាន់សង្ហាកប់ហ្មងណាបារម្ភម្នាក់នឹងសួរថាថ្មីក៏ឯងហ៊ានបង្កបញ្ហានៅថ្ងៃពិធីបុណ្យម៉ាធើចាប់ផ្ដើមភ័យជាខ្លាំងសូមលើកលែងទោសឲ្យខ្ញុំផងព្យាការីសួរហ៊ុនថាតើនាងមិនអីទេឬហ៊ុនតបទៅវិញថានាងមិនអីនោះទេអរគុណលោកហើយព្យាការីហ្នឹងមិនជាឈ្មោះទេនឹងអាចនិយាយបានថាជាឈ្មោះឋានៈណាមិនជាឈ្មោះមនុស្សទេជាឋានៈខ្ពស់ឈ្មោះឋានៈរបស់គេអញ្ចឹងដូចជាដាច់អីចឹងតែនេះខៅព្យាការីបែបពិភពសត្វអីមិនសូវយល់មែនបន្ទាប់ពីម៉ាធើចេញទៅបាត់ហ៊ុនសួរទៅព្យាការីថាតើយើងធ្លាប់ជួបគ្នានៅកន្លែងណាពីមុនមែនទេព្យាការីតបទៅវិញថាពួកយើងមិនដែលជួបគ្នានោះទេហ៊ុននិយាយថាអញ្ចឹងទេឬប្រហែលជានាងច្រឡំហើយហ៊ុនសម្លឹងមើលទៅភ្នែករបស់ព្យាការីនាងនិយាយថាភ្នែករបស់លោកព្យាការីនិយាយថាភ្នែករបស់ខ្ញុំមិនអាចត្រឹមនឹងពន្លឺបាននោះទេដូច្នេះហើយខ្ញុំត្រូវតែក្រោកវាដោយក្រណាត់នៅពេលថ្ងៃប្រហែលជាពួកយើងនឹងអាចជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយបន្ទាប់មកគេក៏បានចាក់ចេញទៅហ៊ុនគាត់ថាទោះបីជាពាក្យទាំងអស់នេះសាមញ្ញក៏ដោយប៉ុន្តែស្ដាប់ទៅមានអារម្មណ៍ថាសាំនៅពេលដែលហ៊ុនកំពុងតែអង្គុយញ៉ាំផ្លែឈើដើម្បីចាំហ៊ូស៊ូចុះមកវិញនាងសួរប្រពន្ធថានាងប្រហែលជាបានធ្លាប់ឃើញព្យាការីនៅកន្លែងណាមួយពីមុនមកសាប៉ាតបថានាងប្រហែលជាមើលច្រឡំហើយហ៊ុននិយាយថានាងមិនច្រឡំនោះទេមុខរបស់គេពិតជាស្អាតខ្លាំងណាស់បើសិនជានាងបានឃើញម្ដងគឺនាងមិនអាចបំភ្លេចបានឡើយកន្លែងនឹងសាប៉ាអៀនបន្ទាប់ពីលឺហ៊ុនសរសើរគាត់ព្យាការីមិននឹងគឺជាសាប៉ានិយាយថានាងចង់គិតអីក៏គិតទៅអញ្ចឹងគេសុំសម្រាប់សិនហើយហ៊ុនសួរថាតើប្រពន្ធត្រូវការសម្រាប់ដែរឬបន្ទាប់ពីប្រពន្ធចេញទៅបាត់នាងគិតថាប្រពន្ធនេះពិតជាចម្លែកពិតមែនបន្ទាប់ពីពិធីបុណ្យត្រូវបានបញ្ចប់មានមនុស្សចូលមកនឹងសែងសាកសពរបស់ម៉ាធើចូលមកផងដែរម្ចាស់សម្ព័ន្ធនិយាយថានៅក្នុងព្រះពន្លាពេលនេះមានតែនាងម្នាក់ប៉ុណ្ណោះនាងគឺជាឃាតករគាត់បានបញ្ជាឲ្យកងការពារចូលទៅចាប់ហ៊ុននិយាយថានាងមិនដឹងថាមានរឿងអីកើតឡើងនោះទេនាងបានបញ្ជាឲ្យលៀនចេញមកការពារនាងម្ចាស់សម្ព័ន្ធបញ្ជាឲ្យកងការពារដិតផ្កាឈូកតូចហើយនឹងចាប់ហ៊ុនចងហ៊ុននិយាយថាតើលោកបានវិនិច្ឆ័យមនុស្សលឿនពេកទេឬនេះបានបញ្ជាឲ្យវួបៃតងតូចដើម្បីចេញមកការពារនាងថែមទៀតនាងបានរកវិធីដើម្បីរត់គេចពេលនោះស្រាប់តែមានបារម្ភម្នាក់ចេញមកស្ទុះមករេរាំងកញ្ចក់ទ្វេជាអ្នកថែរក្សាប្រាសាទម្នាក់ក្នុងចំណោមអ្នកថែរក្សាប្រាសាទទាំង12រូបគេបានចាត់ការវួបៃតងបន្ទាប់ពីឃើញវួបៃតងត្រូវបានបារម្ភម្នាក់នោះចាត់ការធ្វើឲ្យលៀនខឹងជាខ្លាំងគេបានស្ទុះចូលទៅវាប្រហារបារម្ភម្នាក់នឹងប៉ុន្តែត្រូវបានបារម្ភម្នាក់នឹងទប់ទល់ចូលហ៊ុនស្រែកថាឲ្យដល់លែងលៀនទៅលៀនបានស្រែកប្រាប់ឲ្យហ៊ុនរត់កងការពារនិយាយថាយល់ល្អនាងក៏ទៅនៅឲ្យស្ងៀមទៅគេសួរថាតើនាងជ្រើសរើសមើលពុកវាស្លាប់ឬក៏នាងចោះចាញ់តាមសម្រួលលៀនណាស់តែនិយាយព្យាយាមប្រាប់ឲ្យហ៊ុនរត់កុំខ្វល់ពេលពុកគេទាំងពីរនេះអីហ៊ុនតបទៅវិញថាកុំធ្វើឲ្យពុកគេអីនាងយល់ព្រមចោះចាញ់បារម្ភម្នាក់នោះបានបញ្ជាឲ្យកូនចៅរបស់ខ្លួនយកលៀនហើយនឹងផ្កាឈូកតូចយកទៅឃុំឃាំងដាច់ដោយឡែកហ៊ុនស្រែកថាកុំធ្វើបាបពុកគេអីពុកគេគ្មានទោសនោះទេបារម្ភម្នាក់នឹងនិយាយថាយល់ល្អនាងគាត់តែបារម្ភពីសុវត្ថិភាពរបស់ខ្លួនឯងជាមុនសិនទៅងាកមកនិយាយជាមួយនឹងម្ចាស់សម្ព័ន្ធមនុស្សទាំងអស់នោះឥឡូវនេះគឺចាប់បានរួចរាល់ហើយគេនិយាយថាដោយខົບខិតគ្នាប្រឆាំងនឹងបូជាចារ្យហើយធ្វើឲ្យឆ្មាំរបស់អក្រិតកម្មរបស់នាងគឺធ្ងន់ធ្ងរណាស់យកនាងទៅឃុំក្នុងគុកមរណៈនៅក្នុងគុកមរណៈហ៊ុននិយាយថានៅទីនេះសមនឹងត្រជាថែមទាំងមានក្លិនស្អុយនាងសួរសាប៉ាវថាតើពេលនេះពួកយើងគាត់តែធ្វើអីទៅសាប៉ាវតាប់ថាយើងមិនអាចធ្វើបាននោះទេមានតែចាំស្វាមីរបស់នាងដើម្បីមកជួយសង្គ្រោះហ៊ុននិយាយថានាងខ្លាចថានាងនឹងត្រូវបានប្រហារជីវិតមុនពេលដែលពួកគេមកដល់នោះទេពេលនឹងស្រាប់តែលឺសំឡេងចេញពីលើដំបូលនាងងាកទៅមើលឃើញហ៊ូស៊ូលោតចុះមកនាងនិយាយថានាងបានលឺមកថាហ៊ុនត្រូវបានចាប់ខ្លួនភ្លាមនៅពេលដែលនាងចុះពីលើភ្នំតែនាងមិនអីទេឬហ៊ុនឆ្លើយទៅវិញថានាងមិនបានសម្លាប់ម៉ាធើនោះទេវាមិនមានអីពាក្យប៉ុណ្ណឹងនាងឡើយកុំអារម្មណ៍អីគ្រាន់តែប្រាប់ខ្ញុំ
ពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងមកហួនចាប់ដើមរៃរាប់រឿងទាំងអស់ដែលនាងបានជួបប្រាប់ហ៊ូស៊ូនិយាយថាព្យាការីកម្រចេញមកឲ្យអ្នកក្រៅឃើញខ្លាំងណាស់ហេតុអីបានជាគាត់មកជួយនាងអញ្ចឹងតើនាងអាចយកច្រឡំនឹងរឿងអីទេដឹងប្រហែលជាមនុស្សនោះមិនមែនជាព្យាការីទេដឹងហ៊ុនតបទៅវិញមកថាបាននិយាយថាមនុស្សម្នាក់នឹងគឺជាព្យាការីហើយគាត់បានទទួលស្គាល់វាដោយខ្លួនឯងហ៊ូស៊ូនិយាយថាមិនអីទេខ្ញុំជឿនាងប៉ុន្តែព្យាការីគឺជាមនុស្សឯកជនណាកម្របង្ហាញខ្លួនជាសាធារណៈវាពិបាកខ្លាំងណាស់ក្នុងការឲ្យគាត់មកធ្វើជាសាក្សីប្រសិនបើនាងស្នើសុំការប្រជុំដោយប្រើបញ្ហារបស់ដង្កូវសពប្រហែលជាគាត់យកព្រមជួបនាងពេលនោះនាងនឹងលើកឡើងអំពីបញ្ហារបស់ហ៊ុនលឿនអញ្ចឹងហើយសប្បាយចិត្តខ្លាំងណាស់អរគុណនាងខ្លាំងណាស់ហ៊ូស៊ូនាងពិតជាចិត្តល្អពិតមែនហ៊ូស៊ូនិយាយថាក្មេងល្ងងនាងដូចជាសិស្សច្បងរបស់ខ្ញុំអញ្ចឹងការមើលថែនាងក៏ជាទូនាទីរបស់ខ្ញុំដែរបន្ទាប់ពីលឿនអញ្ចឹងហើយហ៊ុនគាត់ថានាងមិនមែនជាសមាជិកនៃត្រកូលដើមឈើពិសិដ្ឋតែសោះប្រសិនបើហ៊ូស៊ូដឹងថានាងត្រូវបានបុកប្រាស់នាងច្បាស់ជាខឹងខ្លាំងមិនខាននោះទេហ៊ូស៊ូដាក់អាហារមួយស្បងចេញមកនេះគឺសម្រាប់នាងទុកពេលដែលនាងឃ្លាននាងពិតជាមនុស្សចិត្តល្អចំពោះខ្ញុំខ្លាំងណាស់ខ្ញុំមិនដឹងថាត្រូវតបស្នងនាងដោយរបៀបណានោះទេហ៊ូស៊ូតបទៅវិញថាអ្វីដែលបានកើតឡើងនៅប្រាសាទគឺជាការទទួលខុសត្រូវរបស់ខ្ញុំមួយផ្នែកដែរកុំបារម្ភអីថាមានបន្តហ៊ុនប៉ឹងហ៊ូស៊ូតើនាងអាចទៅពិនិត្យមើលលៀនហើយនឹងវបៃតងឲ្យនាងបន្តិចបានដែរទេពួកគេត្រូវបានយកទៅគុំឃ្លាំងដោយដីឡែកនាងពិតជាបារម្ភពីពួកគេខ្លាំងណាស់ហ៊ូស៊ូសួរថាតើលៀនហើយនឹងវបៃតងគឺជាអ្នកណាគេទៅហ៊ុននិយាយថាលៀនគឺជាផ្កាឈូកតូចផ្កាស្គូតេឡារីបាតាដែលត្រូវបានប្រកួតដោយស៊ូលីងចំណែកឯមួយទៀតគឺជាវបៃតងដែលយកចេញមកពីលើភ្នំដើម្បីការពារភ្នំថ្មមួយចំណែកពួកគេទាំងពីរនាក់ត្រូវបានយកមកដើម្បីការពារនាងហ៊ូស៊ូតបមិនអីនោះទេខ្ញុំនឹងព្យាយាមដើម្បីជួយសង្គ្រោះពួកគេខ្ញុំចេញទៅសិនហើយថ្ងៃក្រោយខ្ញុំនឹងមកជួបនាងម្ដងទៀតបន្ទាប់ពីហ៊ូស៊ូចេញទៅបានពេលដែលកំពុងតែនៅក្នុងកុកតែម្នាក់ឯងហ៊ុននាងអត់សោះខ្លាំងពេកនាងក៏អង្គុយច្រៀងលេងសុំម្សៅមកក្នុងកុកឯនៅមានអារម្មណ៍ច្រៀងលេងទៀតសាបើចេញមកនាងគួរតែឈប់ច្រៀងទៅហ៊ុននិយាយថាខ្ញុំនៅក្នុងកុកនេះអត់សោះខ្លាំងណាស់តើលោកមិនអោយខ្ញុំច្រៀងទេឬលោកពិតជាគ្មានមនសិការជាមនុស្សសោះសាបើតបទៅវិញថាបទចម្រៀងដែលនាងច្រៀងស្ដាប់ទៅវាកាន់តែសោកសៅតែនាងមិនមានបទចម្រៀងណាដែលច្រៀងទៅធ្វើឲ្យសប្បាយទេឬហ៊ុននិយាយថាមិនអីនោះទេនាងច្រៀងបទផ្សេងក៏បានដែរនៅពេលដែលនាងកំពុងតែច្រៀងស្រាប់តែនាងនឹកឃើញរឿងមួយចាំបន្តិចសិនលុតចុងក្រោយដែលនាងបានលូតចូលទៅក្នុងទន្លេខ្មៅហើយស្ទើរតែលង់ទឹកស្លាប់ព្យាការីបានជួយសង្គ្រោះនាងប៉ុន្តែនោះវាមិនត្រឹមត្រូវនោះទេអ្នកដែលបានជួយសង្គ្រោះខ្ញុំពេលនោះគឺជាសាបើមើលតែទឹកមុខសាប៉ាក៏ដឹងដែរថាកំពុងតែភ័យខ្លួនហើយក៏ភ្ញាក់ផ្អើលដែលហ៊ុនអាចគិតចាញ់អញ្ចឹងនាងបន្តនិយាយថាប៉ុន្តែហេតុអីបានជាមុខរបស់លោកមើលទៅដូចមុខរបស់ព្យាការីតើអ្នកទាំងពីរជាកូនភ្លោះមែនទេសាបើស្ងាត់បន្តិចគេចាប់ដើមដាក់ដង្ហើមធំរួចបន្តនិយាយថាខ្ញុំស្មានតែនាងមិនអាចចាំបានហើយតើហ៊ុនសួរថាតើលោកនិងព្យាការីមានទំនាក់ទំនងអីជាមួយនឹងគ្នាសាបើតបទៅវិញបើសិនជាខ្ញុំនិយាយថាខ្ញុំគឺជាហោរាតើនាងជឿដែរទេបន្ទាប់ពីលឺអញ្ចឹងហើយធ្វើឲ្យហ៊ុនភ្ញាក់ផ្អើលជាខ្លាំងនេះស្ងាត់បន្តិចហើយបន្តសួរថាតើលោកកំពុងតែលេងសើចមែនទេសាបើចាប់ដើមនិយាយបញ្យល់ថាដើម្បីឲ្យច្បាស់លើខ្ញុំគឺជាផ្នែកមួយនៃព្យាការីទ្រង់បានបង្កើតខ្ញុំដោយប្រើផ្នែកមួយនៃប្រលឹងនិងសាច់ឈាមរបស់ទ្រង់ហ៊ុនសួរថាអញ្ចឹងមានន័យថាលោកគឺជាច្បាប់ចម្លងរបស់ព្យាការីមែនទេសាបើតបថាគាត់មិនមែនជាច្បាប់ចម្លងនោះទេគ្រាន់តែជាឧបករណ៍មួយដែលមើលទៅស្រដៀងគ្នាខ្លាំងគេសួរហ៊ុនថាតើនាងមិនចង់ដឹងទេឬថាអ្នកណាគេជ្រើសរើសនាងគាត់បានជ្រើសរើសនាងគាត់បានក្លែងបន្លំខ្ញុំជាប្រពន្ធមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងនាងគាត់បានដាំក្របពូជដើមឈើពិសិដ្ឋនៅក្នុងខ្លួនរបស់នាងបង្រៀននាងអំពីមន្តអាគមនិងរបាំនៃការអធិដ្ឋានទាំងនេះគឺជាភារកិច្ចទាំងអស់ដែលគាត់បានប្រគល់មកឲ្យខ្ញុំហ៊ុនស្រមៃទៅរឿងគ្រប់យ៉ាងដែលនាងបានធ្លាប់ធ្វើកន្លងមកនាងសួរថាហេតុអ្វីបានជាត្រូវជ្រើសរើសនាងសាបើតបថាគាត់មិនអាចនិយាយបាននោះទេបន្ទាប់ពីឃើញហ៊ុនស្ងាត់គាត់សួរថាតើនាងខឹងមែនទេហ៊ុនក្រវីក្បាលសាបើបន្តនិយាយថាខ្ញុំពិតជាសំទោសខ្ញុំមិនគួរណាប្រើប្រាស់នាងនោះទេបើអាចខ្ញុំនឹងសងប្រាក់នាងវិញហេតុអីបានជានាងក្រវីក្បាលតើនាងមិនចង់ផ្ដល់ឱកាសឲ្យខ្ញុំដើម្បីសងសំណងនាងទេឬហ៊ុនសម្លឹងមើលសាបើនាងសួរថាបើសិនបើលោកមិនអាចបំពេញភារកិច្ចដែលព្យាការីបានកំណត់ទេតើលោកនឹងត្រូវទទួលទណ្ឌកម្មដែរទេសាបើតបថាគាត់មិនដឹងនោះទេហ៊ុនបន្តសួរថាបើសិនជាលោកបំពេញភារកិច្ចរួចរាល់អស់តើលោកនឹងចាកចេញពីខ្ញុំមែនទេសាបើតបទៅវិញប្រហែលជាអញ្ចឹងហើយនាងបន្តសួរតើព្យាការីបានកំណត់ថ្ងៃផុតកំណត់សម្រាប់ភារកិច្ចទាំងនោះដែរទេសាបើតបថារយៈពេល3ឆ្នាំអញ្ចឹងឬខ្ញុំបានមកនៅទីនេះរយៈពេល2ឆ្នាំមកហើយយើងនៅសល់តែ1ឆ្នាំទៀតប៉ុណ្ណោះជាយើងបញ្ចប់ភារកិច្ចហើយនៅថ្ងៃចុងក្រោយនៃការកំណត់3ឆ្នាំយើងនឹងចែកផ្លូវគ្នាមែនទេបន្ទាប់ពីលឿនអញ្ចឹងហើយធ្វើឲ្យសាបើគាត់ភ្ញាក់ផ្អើលបន្តិចហ៊ុន
ពួកនាងរឹកផ្លែប៉មដែលនៅនឹងដីយកមកញ៉ាំនាងនិយាយថាមុនពេលដែលយើងចែកផ្លូវគ្នាពួកយើងគួរតែចំណាយពេលវេលាល្អៗជាមួយគ្នាឲ្យបានច្រើនយល់ព្រមទេសាប៉ាតបទៅវិញថាខ្ញុំយល់ព្រមពួកនោះនិយាយថាអញ្ចឹងពួកយើងគួរតែចាប់ផ្ដើមនាងដាក់គូតអង្គុយនៅទីនេះតែម្នាក់ឯងគួរឲ្យធុញខ្លាំងណាស់សាប៉ានិយាយថាតើអ្នកចង់មើលភាពយន្តដែរទេបន្ទាប់ពីលឿនអញ្ចឹងហើយហ៊ុនសប្បាយចិត្តជាខ្លាំងតែខ្ញុំពិតជាអាចមើលបានមែនឬនៅពេលដែលនាងកំពុងតែអង្គុយមើលភាពយន្តចាប់តែប្រពន្ធសាប៉ាលេចចេញមកគិតកាគឺជាគ្រូរបស់គាត់សាតែកំពុងតែស្ងាត់មើលរឿងចាប់តែសាប៉ាលេចចេញមកធ្វើឲ្យហ៊ុនភ្ញាក់ផ្អើលជាខ្លាំងនេះលោកកំពុងតែចង់បំភ័យខ្ញុំដល់ស្លាប់មែនទេសាប៉ាបន្តនិយាយថាអ្នកណាប្រាប់ឲ្យនាងមកអង្គុយញ៉ាំផ្លែឈើនៅចំពោះមុខខ្ញុំដោយចេតនាតែនាងចង់ធ្វើបាបខ្ញុំព្រោះតែខ្ញុំមិនអាចញ៉ាំវាបានមែនទេហ៊ុនគិតថានាងមិនដែលឃើញប្រពន្ធនឹងចេះសងសឹកនោះទេបន្ទាប់ពីហ៊ុនកំពុងតែកេងលក់សានវៃចូលមកដោយស្ងាត់គេសម្លឹងមើលហ៊ុនស្ថានភាពបែបនេះហើយនាងនៅតែកេងលក់បានទៀតគេបានចូលទៅដើម្បីដាស់ហ៊ុនបន្ទាប់ពីហ៊ុនភ្ញាក់មកឃើញសានវៃធ្វើឲ្យនាងភ្ញាក់ផ្អើលបន្តិចផ្លិតមើលថាឈ្មោះរបស់សានវៃរៀងខ្លាំងបន្តិចសានវៃនិយាយថាគាត់តែបន្ថយសម្លេងបន្តិចទៅក្រុមប្រឹក្សាអ្នកចាស់ទុំនឹងធ្វើការកាត់ក្តីជាសាធារណៈជូននាងនៅថ្ងៃស្អែកដោយសារតែនាងជាមនុស្សស្រីតបមានឱកាសក្នុងការការពារខ្លួនហ៊ុនតបទៅវិញថាការកាត់ក្តីនេះគ្រាន់តែជាពិធីផ្លូវការប៉ុណ្ណោះខ្ញុំគិតថាប្រធានក្រុមចាស់ទុំចង់សម្លាប់នាងសួរថាតើព្យាការីនឹងចូលរួមសវនាការដែរទេសានវៃតបទៅវិញថាมันប្រកាសដែរហ៊ុននិយាយថាមើលទៅហ៊ូស៊ូផែជាបរាជ័យហើយនាងគិតថារឿងនេះមិនសាមញ្ញនោះទេសានវៃនិយាយថាកុំបារម្ភអីបែកទីនឹងស៊ូលីងហើយខ្ញុំបានរៀបចំផែនការរួចហើយនាងនឹងមិនស្លាប់នោះទេហ៊ុនសួរថាតើលោកដឹងដែរទេថាអ្នកណាគេជាអ្នកសម្លាប់ម៉ាថើពិតប្រាកដសានវៃតបថាគាត់មិនប្រកាសដែរប្រហែលជាអាចទេបានប៉ុន្តែគាត់មិនអាចនិយាយបាននោះទេហ៊ុនសួរថាតើឃាតករជាមនុស្សមកពីប្រាសាទមែនទេបន្ទាប់ពីលឿនអញ្ចឹងហើយធ្វើឲ្យសានវៃភ្ញាក់ផ្អើលនៅថ្ងៃបន្ទាប់ទីធ្លាប្រាសាទមនុស្សជាច្រើនដែលបានមកមើលទស្សនាបានចេះប្រមាថទាលហ៊ុនប្រធានក្រុមចាស់ទុំនិយាយថាយើងមានសាក្សី2នាក់សូមប្រាប់យើងពីអ្វីដែលលោកបានឃើញបរិយាទាំង2នាក់ដែលជាសាក្សីនិយាយថាពួកយើងកំពុងតែល្បាតនៅជិតសួនច្បារហើយបានឮសំឡេងមនុស្សស្រីដូចជាកំពុងតែលបងនរណាគេម្នាក់ពួកគេបន្តនិយាយថាម៉ាថាបាននិយាយថានាងមិនសមនឹងទទួលបានគាត់នោះទេនាងខឹងខ្លាំងពេកហើយក៏វាប្រហារគាត់ហ៊ុនសម្លឹងមើលមនុស្សសាទាំង2នាក់នោះនាងគិតថាពួកគេទាំង2នាក់នេះកំពុងតែកុហកមេប្រធានចាស់ទុំសួរថាតើនាងមានអីចង់និយាយដែរទេហ៊ុនស្រែកខ្លាំងថាពួកគេកំពុងតែនិយាយកុហកគាត់ដោយសារតែលោកដែរនាងចាប់ផ្ដើមដោះស្បែកមុខរបស់នាងចេញហើយសួរថាមុខរបស់នាងបែបហ្នឹងតើតម្រូវឲ្យលបងមនុស្សប្រុសដែរមែនទេបរិយាទាំង2នាក់ដែលថាចេញមកធ្វើជាសាក្សីបន្ទាប់ពីឃើញសម្រាប់របស់ហ៊ុនធ្វើឲ្យគេចាប់ផ្ដើមលងនិយាយរំតើអត់មានធ្វើរឿងធ្វើទាំងធ្លាក់ភ្នែកយីមែនធ្លាក់ភ្នែកហើយមិនពេលយកពេលថ្ងៃអ្នកងុយទៅសាហានសមមិញធ្វើបានប៉ុណ្ណេះតិចធ្លាក់ភ្នែកដាក់ក្បាលដេកអត់លក់ដេកទៅឲ្យធ្ងន់ពោះដាក់ទាំងវាចេញអត់បានដេកតែចឹងអត់បានធ្វើរឿងតមកបន្តថ្ងៃទី1នឹងវិញហើយក៏សំទោសដែលឲ្យចាំយូរអញ្ចឹងណាដោយសារបញ្ចូលពីរៀលក្រុមហ៊ុនកាត់អត់លេងតែចឹងតើចាំប្តីមកពីធ្វើការឆ្ងាយ2ថ្ងៃវិញអធិស្ឋានហើយនឹងសំឡេងរឿងបើសិនស្ដាប់សំឡេងតែរឿងខ្សោយអញ្ចឹងនិយាយបែបនិយាយទាំងមួយដេកចឹងឯងចឹងអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលរងចាំវីដេអូរបស់មានមកដល់ពេលនេះអរគុណបាទជួបគ្នានៅវីដេអូក្រោយ